ច្បាប់សុខទានហើយយើងទទួលបានអារម្មណ៍ល្អសេចក្តីសុខផ្លូវចិត្តហើយមានការគិតល្អៗនិយាយល្អៗទៅកាន់ជំវិញខ្លួនហើយទទួលបានអារម្មណ៍ល្អៗចំពោះខ្លួនឯងមានសេចក្តីសុខផ្លូវចិត្តមួយដែលចម្លែកខ្លះមួយដែលមិនចាំបាច់បានពីអ្នកដទៃវាចេញមកដល់ក្នុងខ្លួនរបស់យើងហ្មងយើងសប្បាយអតែខ្លួនឯងរីករាយនឹងខ្លួនឯងហើយគេនិយាយអីមកប៉ះអត់ដែរចេះប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់យើងទេយើងមានភាពរឹងមាំមែនតើមានភាពរឹងមាំមានភាពក្លាហានមានភាពជឿជាក់ចាកំពុងនៅក្នុងបទពិសោធន៍ក៏ដោយទទួលបានមុនគេគឺសេចក្តីសុខផ្លូវចិត្តនឹងហ្មងអ្វីចូលមកក៏យើងរីករាយបានដែរអ្វីចូលមកក៏យើងគិតទៅលើភាពវិជ្ជមានដែរអញ្ចឹងបងប្អូនគួរតែអនុវត្តអត់ចាដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្តរបស់យើងខ្លួនយើងក៏ល្អអ្នកជុំវិញខ្លួនរបស់យើងក៏ល្អយើងមានក្តីស្រឡាញ់ចែកម្លែកទៅកាន់ពួកគាត់ចាមានសារសម្ដែងល្អៗពាក្យល្អៗទៅកាន់ពួកគាត់លើកទឹកចិត្តចាពីជាសារលើកទឹកចិត្តមិនមែនបន្ទប់ផ្អាប់វាតម្លៃមើងងាយគេចាអត់ចេះផ្ដល់តម្លៃឲ្យគេចាបន្ទប់ផ្អាប់បន្ទប់បន្ថែមចាគាត់កំពុងជួបបទពិសោធន៍គាត់កំពុងជួបបញ្ហាយើងបន្ថែមទុកទៅឲ្យគាត់ទៀតចាបងប្អូនគិតថាមើលតែយើងអត់ចេះជួយលើកទឹកចិត្តគ្នាចាឲ្យតម្លៃគ្នាដល់ក្តីស្រឡាញ់ឲ្យគ្នាមិនថាបងប្អូនក្រុមគ្រួសារឬក៏អ្នកដទៃទេបងប្អូនយើងត្រូវចេះឲ្យតម្លៃគេយើងត្រូវចេះលើកទឹកចិត្តគេព្រោះដោយសារការលើកទឹកចិត្តនេះគឺវាល្អសំខាន់សម្រាប់មនុស្សយើងគ្រប់គ្នាចាមិនថាខ្លួនឯងឬក៏អ្នកដទៃទេពេលដែលយើងប្រើសម្លេងទៅលើកទឹកចិត្តគេក៏មានអារម្មណ៍ល្អៗចំពោះយើងហើយយើងក៏មានអារម្មណ៍ល្អៗចំពោះខ្លួនឯងដែរហើយនឹងចំពោះអ្នកដែលជុំវិញខ្លួនរបស់យើងអញ្ចឹងការអនុវត្តច្បាប់សុខទាននេះគឺថាល្អខ្លាំងមែនទែនធ្វើឲ្យយើងមានអារម្មណ៍ល្អមានផ្លូវចិត្តល្អមានសេចក្តីល្អនៅក្នុងខ្លួនចាហើយស្គាល់ខ្លួនឯងថាជាអ្នកណាអាចរកខ្លួនឯងឃើញដោយប្រាក់អនុវត្តច្បាប់សុខទាននេះចាអញ្ចឹងខ្ញុំអាចរកខ្លួនឯងឃើញខ្ញុំដឹងថាខ្លួនឯងជាអ្នកណាខ្ញុំមានភាពក្លាហានមានភាពជឿជាក់ជាងមុនខ្ញុំអត់ខ្លាចអ្វីដែលបានកើតឡើងចាពីមុនយើងខ្លាចយើងអត់ហ៊ានយើងភ័យនេះនោះសពគ្រប់អញ្ចឹងពេលដែលយើងអនុវត្តបានហើយយើងមានផ្លូវចិត្តមួយដ៏រឹងមាំយើងអាចផ្ដល់សេចក្តីស្រឡាញ់ទៅដល់មនុស្សជុំវិញខ្លួនរបស់យើងទាំងខ្លួនយើងនិងមនុស្សជុំវិញខ្លួនរបស់យើង